សួស្តីអ្នកទាំងអស់គ្នាខ្ញុំចូលថូកាមីនៅថ្ងៃនេះយើងនឹងមកបន្តសាច់រឿង Fighting Spirit របស់យើងបន្តទៀតហើយកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូតែម្ដងមកកាន់វគ្គនេះគឺបន្តអំពីវគ្គមុននៅវគ្គមុនយើងពិតជាដឹងហើយថាអ៊ីពូហើយនិងយូស្កេពួកគេគឺត្រូវប៉ះគ្នាហើយអាញាកដាលគាត់ក៏បានចូលមកណែនាំផងដែរថាហាមវាយតាណាវាយតាណីចឹងទៅនៅពេលដែលពួកគេកំពុងតែត្រៀមខ្លួនចំណែកអាយូស្កេវិញគាត់គិតនៅក្នុងចិត្តថាបើសិនជាគាត់ចាញ់គាត់នឹងបាត់បង់នៅអ្វីៗគ្រប់យ៉ាងចឹងហើយគាត់គឺមិនឲ្យខ្លួនឯងចាញ់បាននោះទេចំណែកឯលោកគ្រូរបស់យូស្កេគាត់គឺបានគិតនៅក្នុងចិត្តថាឯងធ្វើអញ្ចឹងគឺត្រឹមត្រូវហើយយើងក៏បានឃើញជាមួយនឹងម៉ាយាតាគាត់ក៏ចូលមកមើលនៅក្នុងការប្រកួតនេះដូចគ្នាគ្រាន់តែចាប់ផ្ដើមការប្រកួតភ្លាមយូស្កេគាត់ក៏បានស្ទុះទៅវាយអ៊ីពូវាយយោតែម្ដងហើយយើងគឺពិតជាដឹងហើយថាកម្លាំងដៃស្ដាំរបស់យូស្កេនឹងគឺមិនធម្មតានោះទេចំណែកឯយូស្កេវិញដោយសារតែគាត់គឺមានជាមួយនឹងទម្លាប់មួយត្រឹមតែទឹកទី1ទឹកទី2ហ្នឹងគឺគាត់នឹងប្រើកម្លាំងយោតែម្ដងបើនិយាយស្រួលស្ដាប់ទៅគាត់គឺមិនចេះសន្សំកម្លាំងអីទេចំណែកឯអ៊ីពូវិញការវឹកហាត់របស់គាត់ក៏មិនអត់ប្រយោជន៍ដូចគ្នាដោយសារតែគាត់គឺអាចគេចអំពីកណ្ដាប់ដៃរបស់យូស្កេបានទាំងអស់តែម្ដងចំណែកឯម៉ាយាតាគាត់ក៏បានសរសើរទៅកាន់អ៊ីពូផងដែរដោយសារតែបែយូស្កេនឹងសបាយវាយខ្លាំងពេកអ៊ីពូគាត់ក៏បានប្រើជាមួយនឹងស្រេងផាញ់ត្រឹមតែម្ដាយទេគឺធ្វើឲ្យអាប៉ែនឹងប៉ាងតែម្ដងហើយពួកគេក៏នៅតែបន្តវាយគ្នាបន្តទៀតនៅពេលហ្នឹងទឹកទី1ក៏បានជាប់ហើយលោកគ្រូរបស់យូស្កេគាត់ក៏បានសរសើរទៅកាន់យូស្កេផងដែរថាគាត់នឹងគឺធ្វើបានល្អចំណែកឯលោកតាវិញគាត់គឺបានប្រាប់ទៅកាន់អ៊ីពូថាទោះជាមានរឿងអ្វីក៏ដោយឯងគឺកុំបញ្ចេញកម្លាំងនឹងខ្លាំងពេកគួរតែសន្សំកម្លាំងឲ្យបានច្រើនដើម្បីឈ្នះទឹកទី2ក៏ចាប់ផ្ដើមអ៊ីពូគាត់ក៏បានប្រើជាមួយនឹងស្រូហុកបានវាយត្រូវពោះរបស់អាប៉ែនឹងពី3ដៃតែម្ដងដែលធ្វើឲ្យយូស្កេគាត់ក៏រៀងអង្ចង់ផងដែរចំណែកឯតាកាមូរ៉ាវិញគាត់គឺបានសង្កេតឃើញជាមួយនឹងយូស្កេហ្នឹងពេលដែលវាយគ្នាសងហ្នឹងយូស្កេគឺគាត់រត់ចូលទៅកន្លែងកលៀតមួយនិយាយទៅគឺរត់ចូលទៅកន្លែងជ្រុងអញ្ចឹងណាដើម្បីកុំឲ្យអ៊ីពូនឹងស្រួលវាយគាត់ពេកទោះជាគំនិតមួយហ្នឹងវាល្អក៏ដោយប៉ុន្តែគាត់ក៏នៅតែត្រូវអ៊ីពូវាយត្រូវដដែលចំណែករីកូវិញពេលដែលនាងឃើញបែបហ្នឹងនាងក៏សម្រេចចិត្តងាកមុខចាញ់តែម្ដងចំណែកឯយូស្កេវិញគាត់គឺបាននិយាយថាទោះជាមានរឿងអ្វីក៏ដោយគាត់គឺមិនចោះចាញ់នោះទេនិយាយមិនតាន់ផុតពីមាត់ផងអ៊ីពូគាត់ក៏បានប្រើជាមួយនឹងហុកខាងស្ដាំដាក់គាត់ម្ដាយដេកស្អាតតែម្ដងប៉ុន្តែទោះជាយ៉ាងណាយូស្កេគាត់នៅតែប្រងើបឈរដោយគាត់បាននិយាយថាគាត់គឺមិនអាចឲ្យវាចាញ់ទាំងបែបនេះបាននោះទេផ្លូវរបស់គាត់នៅមានវែងឆ្ងាយទៀតហើយណាមួយគាត់ធ្វើវាដើម្បីមនុស្សជាទីស្រឡាញ់របស់គាត់នេះវាគឺជាលើកចុងក្រោយរបស់គាត់ហើយបើសិនជាគាត់ចាញ់គាត់គឺគ្មានសេះសល់អ្វីទៀតនោះទេចំណែកឯលោកគ្រូរបស់យូស្កេវិញគាត់បាននិយាយថាមិនគួរណាយូស្កេត្រូវចាញ់បែបនេះសោះដោយសារតែយូស្កេគឺបានរៀបចំខ្លួនយ៉ាងល្អហើយត្រូវបានវឹកហាត់យ៉ាងម៉ត់មាំប៉ុន្តែមិនគួរណាគាត់ត្រូវចាញ់បែបនេះនោះឡើយចំណែកឯរីកូវិញនាងក៏បានបន់ស្រន់ទៅកាន់ព្រះផងដែរថាឲ្យជួយទៅកាន់យូស្កេផងហើយកន្លែងហ្នឹងវាក៏ជារឿងមួយដ៏គួរឲ្យអាណិតគាត់ផងដែរឥឡូវគឺខ្ញុំសូមសួរទៅកាន់អ្នកទាំងអស់គ្នាមួយឧទាហរណ៍ថាម៉ាក់របស់អ្នកទាំងអស់គ្នាប្រាប់ថាបើសិនជាអ្នកទាំងអស់គ្នារៀនប៉ាកែគាត់នឹងទិញម៉ូតូឬក៏ទិញឡានឲ្យអ្នកទាំងអស់គ្នាច្បាស់ណាស់អ្នកទាំងអស់គ្នានឹងខំប្រឹងយកលេខ1តតែបានហើយគឺដូចជាយូស្កេអញ្ចឹងប៉ុន្តែគ្រាន់តែថងថាបើសិនជាគាត់ចាញ់គាត់នឹងបាត់បង់អ្វីៗគ្រប់យ៉ាងតែម្ដងប៉ុន្តែយើងក៏មិនអាចអាណិតគាត់បានដែរដោយសារតែតួឯករបស់យើងមិនមែនជាគាត់ទេតួឯករបស់យើងគឺជាអ៊ីពូចំណែកឯអ៊ីពូគាត់ក៏ចង់ឈ្នះដូចគ្នាដោយសារតែអ៊ីពូគាត់ចង់ទទួលជាមួយនឹងភាពល្បីល្បាញបន្ទាប់មកពួកគេក៏បានចូលទៅវាយគ្នាបន្តទៀតនៅពេលហ្នឹងអ៊ីពូគាត់ក៏បានកលាច់ជើងវានឹងត្រូវយូស្កេនឹងវាយគាត់ត្រូវទៅហើយប៉ុន្តែគឺត្រូវវាយខុសប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលអាញាកដាលគាត់ក៏បានប្រឈប់អ៊ីពូតែម្ដងដែលធ្វើឲ្យអ្នកទាំងអស់គ្នាពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ហើយយើងក៏បានឃើញជាមួយនឹងមុខរបស់អ៊ីពូផងដែរដែលគាត់គឺបានអាយ៉េះអញ្ចាមនឹងឯងដែលធ្វើឲ្យអ្នកគ្រប់គ្នាពិតជាឆ្ងល់ខ្លាំងណាស់វាយខុសសោះហេតុអ្វីបានជាអាយ៉េះអញ្ចាមអញ្ចឹងនៅពេលហ្នឹងតាកាមូរ៉ាគាត់បានដឹងតែម្ដងដែលគាត់បាននិយាយថាហេតុអីបានជាបុរសម្នាក់នោះអាចប្រើជាមួយក្បាច់មួយនេះបានដោយសារតែបុរសម្នាក់នោះគឺពាក់កង់មិនមែនយកដៃទទេនោះទេដែលក្បាច់មួយនឹងដែរដែលគេហៅវាថា B smooth និយាយទៅក្បាច់ហ្នឹងវាគឺជាក្បាច់របស់សត្វស្កាគ្នាយើងក្បាច់មួយហ្នឹងវាគឺជាក្បាច់បែបខ្វាចបែបយកកញ្ចក់របស់យើងខ្វាចចឹងទៅនៅពេលហ្នឹងលោកគ្រូពេទ្យគាត់ក៏បានមកពិនិត្យភ្នែករបស់អ៊ីពូផងដែរដែលគាត់បាននិយាយថាមិនអីទេអ៊ីពូគឺអាចបន្តប្រយុទ្ធបានប៉ុន្តែបើសិនជាវានៅតែហូរឈាមបន្តទៀតអ៊ីពូគឺត្រូវបានបញ្ឈប់ហើយនៅពេលហ្នឹងលោកតាគាត់ក៏បានយកតកយកមកស្អំភ្នែករបស់អ៊ីពូហើយគាត់មិនដឹងសូត្រមន្តអាគមអីទេដែលធ្វើឲ្យភ្នែករបស់អ៊ីពូហ្នឹងឈប់ហូរឈាមតែម្ដងហើយគាត់ក៏បាននិយាយទៅកាន់អ៊ីពូថាទោះជាមានរឿងអ្វីក៏ដោយឯងគឺកុំឲ្យរបួសរបស់ឯងកាត់ទៅធ្ងន់ធ្ងរឲ្យសោះប្រយ័ត្នចាញ់គេវើយ
ទឹកទី3ក៏បានចាប់ផ្ដើមប៉ុន្តែដោយខ្ញុំបាននិយាយ5ចឹងទៅដល់ទឹកទី3 Yosuke គាត់គឺគ្មានកម្លាំងនៅក្នុងការប្រយុទ្ធនោះទេនៅពេលនេះជើងរបស់គាត់ក៏ចាប់ផ្ដើមញ័រហើយនៅពេលហ្នឹងភ្នែករបស់អ៊ីពូក៏ចាប់ផ្ដើមហូរឈាមបន្តទៀតហើយYosuke គាត់ក៏បានប្រើជាមួយនឹងក្បាច់មួយដែលគេហៅវាថា Dam Zero ដែលក្បាច់នេះគឺវាយញាប់ខ្លាំងមែនតើគឺវាយទៅកាន់អ៊ីពូតែម្ដងហើយគោលដៅរបស់ Yosuke គឺមានតែមួយតែប៉ុណ្ណោះគឺវាយទៅកាន់ភ្នែកដែលអ៊ីពូកំពុងតែឈឺដើម្បីឲ្យវាហូរឈាមកាន់តែខ្លាំងចំណែកឯអ៊ីពូវិញគាត់ពិតជាពិបាកទប់ខ្លាំងណាស់ហើយណាមួយអាញាកដាលគឺសម្លឹងមកកាន់គាត់រហូតបើសិនជាអាញាកដាលឃើញនឹងបញ្ឈប់គាត់តែម្ដងអញ្ចឹងគាត់ត្រូវតែមានជាមួយនឹងល្បិចអ្វីមួយនៅពេលហ្នឹងអ៊ីពូគាត់ក៏បានបដូរជាមួយនឹងអេរយាបតតែម្ដងដែលក្បាច់មួយនេះដែរគឺជាក្បាច់របស់បរិសម្នាក់ដែលគាត់មានឈ្មោះថាម៉ៃថៃសាន់អញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់ហើយស្ដេចបដាលហ្នឹងនៅពេលហ្នឹងគឺធ្វើឲ្យ Yosuke គាត់គឺមិនហ៊ានចូលវាយអ៊ីពូនោះទេនៅពេលហ្នឹងអ៊ីពូគាត់ក៏បានវាយទៅកាន់ Yosuke ផងដែរប៉ុន្តែគាត់គឺបានវាយខុសហើយគាត់ក៏ត្រូវបាន Yosuke ដាក់គាត់មកដៃដែលធ្វើឲ្យហូរឈាមតែម្ដងហើយអាញាកដាលក៏បានឃើញផងដែរចំណែកឯអាបែក Yosuke នឹងវិញគាត់គឺវាយសម្ដៅទៅកាន់ភ្នែករបស់អ៊ីពូតែមួយតែប៉ុណ្ណោះហើយគាត់គឺបានវាយសម្រុកទៅកាន់អ៊ីពូដាក់យោតែម្ដងនៅពេលហ្នឹងអាញាកដាលគាត់ក៏បានឃើញផងដែរថាភ្នែករបស់អ៊ីពូនឹងកំពុងតែហូរឈាមហើយក៏ធ្វើឲ្យលោកគ្រូរបស់ Yosuke គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលនេះ Yosuke គឺឈ្នះហើយប៉ុន្តែនៅពេលហ្នឹងអ៊ីពូគាត់ក៏បានប្រើជាមួយនឹងកណ្ដាប់ដៃស្ដាំរបស់គាត់នឹងវាយត្រូវកណ្ដាលមុខរបស់ Yosuke មួយទំហឹងតែម្ដងហើយគាត់ក៏បានប្រើជាមួយនឹង jab ដែលបានវាយ Yosuke នឹងវាយយោតែម្ដងនៅពេលហ្នឹងហើយលោកតាគាត់ក៏បានស្រែកថាដៃស្ដាំអូនដៃស្ដាំពេលហ្នឹងអ៊ីពូគាត់ក៏បានប្រើជាមួយនឹងហុកខាងស្ដាំបានវាយសម្ដៅទៅកាន់ Yosuke តែម្ដងប៉ុន្តែគឺត្រូវបានអាញាកដាចូលមកហាមឃាត់តាន់ចំណែកឯលោកតាវិញនៅពេលនេះគាត់គឺអស់សង្ឃឹមហើយចំណែកឯលោកគ្រូរបស់ Yosuke គាត់គិតថានៅពេលនេះ Yosuke គឺបានឈ្នះហើយប៉ុន្តែគាត់គឺបដូរទៅមុខភ្លាមតែម្ដងនៅពេលហ្នឹង Yosuke គាត់ក៏បានផ្ងាក្រោយរួចក៏បានស្លាប់បាត់ទៅហើយអ្នកដែលឈ្នះពិតប្រាកដនោះគឺជាអ៊ីពូចំណែកឯ Yosuke វិញគាត់គឺស្លាប់ទាំងបើកភ្នែកតែម្ដងជាមួយនឹងការឈ្នះមួយនេះអ៊ីពូគាត់ក៏ទទួលបានជាមួយនឹង fan របស់គាត់ផងដែរចំណែកឯម៉ៃអាតាដែលកំពុងតែឈរមើលគាត់ក៏បាននិយាយថាអ៊ីពូពិតជាធ្វើបានល្អខ្លាំងណាស់យើងនឹងរងចាំឯងនៅពេលក្រោយរួចគាត់ក៏បានដើរចេញបាត់ទៅសាច់រឿងក៏បានកាន់មកកាន់ Yosuke វិញនៅពេលនេះគាត់ពិតជាពិបាកទទួលយកខ្លាំងណាស់មុននឹងគាត់ចូលប្រកួតគាត់គឺបានអួតខ្លាំងណាស់ថាគាត់នឹងជាអ្នកឈ្នះប៉ុន្តែនៅពេលនេះគាត់បែរទៅជាអ្នកចាញ់ទៅវិញអញ្ចឹងមានន័យថាការខិតខំប្រឹងប្រែងរបស់គាត់គឺអត់ប្រយោជន៍មែនទេនៅពេលហ្នឹង Rico នេះក៏បានធ្វើដំណើរមកដល់ផងដែរចំណែកឯ Yosuke វិញពេលដែលឃើញ Rico អញ្ចឹងគាត់ក៏បាននិយាយថាដោយនាងបានឃើញហើយគាត់ក៏ត្រូវបានចាញ់គាត់គឺមិនអាចគោរពតាមពាក្យសន្យាបាននោះទេហើយ Rico នេះក៏បាននិយាយថាមែនហើយគាត់ចាញ់ប៉ុន្តែមើលទៅកាន់គាត់មិនមែនជាមនុស្សអស្ចារ្យអ្វីនោះទេហើយក៏មិនបាច់ខឹងមកកាន់ខ្លួនឯងដែរនាងក៏នៅតែចង់ឲ្យគាត់នឹងបន្តប្រដាល់បន្តទៀតហើយ Yosuke គាត់ក៏បាននិយាយថាគាត់ក៏ចង់បន្តវាដែរប៉ុន្តែនៅពេលនេះគាត់ត្រូវបានចាញ់បាត់ទៅហើយគាត់ក៏បាត់បង់អ្វីគ្រប់យ៉ាងទាំងអស់ដែរនៅពេលហ្នឹងលោកគ្រូរបស់គាត់ក៏បានស្រែកពីចម្ងាយមកថាឆាប់ទៅផ្ទះទៅហើយឆាប់ចូលដេកបើមិនជាឯងមិនធ្វើអញ្ចឹងទេឯងគឺគ្មានកម្លាំងនៅក្នុងការប្រខាននៅថ្ងៃស្អែកនោះទេថ្ងៃនេះឯងចាញ់ប៉ុន្តែមិនប្រកាសថាថ្ងៃក្រោយឯងនៅតែចាញ់នោះទេឆាប់ទៅផ្ទះទៅកុំគិតច្រើនអីនៅពេលហ្នឹងគឺធ្វើឲ្យ Yosuke គាត់ពិតជារំភើបខ្លាំងណាស់ហើយគាត់ក៏បានអរគុណទៅកាន់លោកគ្រូរបស់គាត់ទាំងទឹកភ្នែកតែម្ដងដែលលោកគ្រូរបស់គាត់គឺបានអាណិតអាសូរមកកាន់គាត់សាច់រឿងក៏បានកាត់មកកាន់ក្រុមរបស់អ៊ីពូវិញអ៊ីពូគាត់ក៏បានអរគុណទៅកាន់ពួកគេទាំងអស់គ្នាផងដែរដែលបានជួយដំណើរគាត់មកដល់ទីនេះហើយលោកតាគាត់ក៏បាននិយាយថាឲ្យពួកគេនឹងប្រញាប់ទៅផ្ទះទៅគាត់គឺទៅមុនហើយនៅពេលហ្នឹងអ៊ីពូគាត់ក៏បានសួរទៅកាន់លោកគ្រូគ្រប់គ្រងដែលបានសួរថាហេតុអ្វីបានជាលោកតាហាក់ដូចជាអត់សប្បាយចិត្តអញ្ចឹងហើយលោកពូគ្រប់គ្រងគាត់ក៏បាននិយាយថាមិនមែនគាត់មិនសប្បាយចិត្តទេគាត់គឺសប្បាយចិត្តប៉ុន្តែគាត់គ្រាន់តែមិនចង់បង្ហាញអារម្មណ៍របស់គាត់ឲ្យពួកគេដឹង